សារស្វ័យប្រវត្តិដោយបញ្ញាសម្បត្តិនិមិត្តឬ ChatGPT បានក្លាយទៅជាប្រធានបទមួយដែលអ្នកសិក្សាក៏ដូចជាមនុស្សគ្រប់មជ្ឈដ្ឋានបានលើកយកមកពិភាក្សាអ្នកខ្លះយល់ថាបច្ចេកវិទ្យានេះគឺមានគុណវិបត្តិខណៈអ្នកខ្លះទៀតបង្ហាញទស្សនៈវិជ្ជមានចំពោះ ChatGPT ដោយសារគេគិតថាវានឹងក្លាយទៅជាជំនួយការដ៏ពិសេសសម្រាប់ការសិក្សាការស្រាវជ្រាវនិងការបំពេញការងារទស្សនិកជនចង់ដឹងថាតើ ChatGPT មានលក្ខណៈពិសេសអ្វីខ្លះហេតុអ្វីបានជាត្រូវបានគេលើកយកមកពិភាក្សាច្រើនដូច្នេះទស្សនាវីដេអូនេះដើម្បីស្វែងយល់លម្អិតជាមួយខ្ញុំ ChatGPT គឺជាបច្ចេកវិទ្យាថ្មីនិងចុងក្រោយមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ OpenAI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco សហរដ្ឋអាមេរិក ChatGPT ជាសារស្វ័យប្រវត្តិដោយបញ្ញាសម្បត្តិនិមិត្តដែលផ្ទុកនូវទិន្នន័យយ៉ាងទូលំទូលាយនិងមានសមត្ថភាពឆ្លើយនៅរាល់សំណួរបានយ៉ាងឆាប់រហ័សនៅពេលដែលមានមនុស្សចោទសួរបច្ចេកវិទ្យានេះមានលក្ខណៈខុសគ្នាបន្តិចទៅនឹង Google ត្រង់ថាតាមរយៈ Google យើងអាចស្វែងរកទិន្នន័យឬប្រភពព័ត៌មានជាច្រើនប្រភពនៅលើអ៊ីនធឺណិតប៉ុន្តែ ChatGPT គឺមានតែទិន្នន័យដែលត្រូវបានគេបញ្ចូលនៅក្នុងអ៊ីនធឺណិតប៉ុណ្ណោះហើយតាមរយៈការសន្ទនាជាមួយ ChatGPT គឺប្រៀបដូចជាយើងកំពុងសន្ទនាជាមួយអ្នកជំនាញឬសាស្ត្រាចារ្យតែម្ដងតើគេអាចប្រើ ChatGPT ដើម្បីអ្វី ChatGPT មានមុខងារជាច្រើនបន្ថែមពីលើការឆ្លើយសំណួរគេអាចប្រើវាដើម្បីសរសេរកូដបកប្រែអត្ថបទរៀបចំកម្មវិធីសិក្សាសម្រាប់សិស្សដោះស្រាយលំហាត់គណិតវិទ្យាសង្ខេបអត្ថបទរំលឹកទ្រឹស្ដីសម្រាប់អ្នកស្រាវជ្រាវសរសេរគោលនយោបាយបង្កើតគម្រោងអាជីវកម្មបង្កើតយុទ្ធសាស្ត្រទីផ្សារធ្វើ CV បង្កើតកម្មវិធីកុំព្យូទ័រសរសេររូបមន្ត Excel សរសេរសំណេររឿងនិងអត្ថបទរួមទាំងមុខងារផ្សេងៗទៀតជាច្រើនយោងតាម OpenAI បានបង្ហាញថា ChatGPT គឺជាដំណើរការដែលពឹងផ្អែកលើបែបបទនៃគំរូភាសាដែលបង្កើតឡើងដោយ OpenAI ឬត្រូវបានគេស្គាល់ថា Generative Pre-trained Transformer ឬ GPT Model AI ចំនួនថ្មីនេះត្រូវបានហ្វឹកហាត់និងបង្រៀនដោយមនុស្សតាមរយៈការប្រើទិន្នន័យអត្ថបទពីអ៊ីនធឺណិតដូចជាគេហទំព័រផ្សេងៗសៀវភៅអត្ថបទព័ត៌មាននិងការសន្ទនាផ្សេងៗបន្ទាប់មកវាប្រើព័ត៌មាននិងទិន្នន័យដែលទទួលបានពីការហ្វឹកហាត់នេះដើម្បីបង្កើតការឆ្លើយតបជាមួយអ្នកប្រើប្រាស់យ៉ាងណាមិញទិន្នន័យនិងព័ត៌មានផ្សេងៗនៅក្នុង ChatGPT នេះគឺមានតែត្រឹមឆ្នាំ2021តែប៉ុណ្ណោះហើយបច្ចុប្បន្នបច្ចេកវិទ្យាមួយនេះក៏មានដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរក្រោយពីបានស្វែងយល់អំពីប្រធានបទ ChatGPT នៅវីដេអូបន្ទាប់យើងនឹងមានប្រធានបទថ្មីៗដែលនិយាយអំពីបច្ចេកវិទ្យាជូនលោកអ្នកទស្សនា